តកតងជាមួយនឹងការពង្រីកនេះគឺយើងផ្ដោតទៅលើអត្ថិភាពនៃការនាំចេញឧទាហរណ៍ដូចជាការនាំចេញស្រូវអង្ករទៅខាងអឺរ៉ុបយើងប៉ារីសបានច្រើនតកតងជាមួយនឹងសំណល់ថ្នាំពុលកសិកម្មអញ្ចឹងយើងប្រាប់បានច្រើនហើយនឹងតកតងជាមួយនឹងការក្រោះស្វាយចន្ទីក៏បានច្រើនដែរហើយតកតងជាមួយនឹងអាហារូបត្ថម្ភក៏យើងធ្វើបានច្រើនដែរ បើយើងគិតពីសហគ្រាសធុនតូចនិងមធ្យមរបស់យើងដែលផលិតណាភាគច្រើនគាត់ធ្វើតេស្តលើមុខទំនិញអីដែរ តកតងជាមួយនឹងទឹកសឹងតែគ្រប់ប្រភេទតែទឹកដែលច្រើនជាងគេគឺតកតងជាមួយនឹងទឹកញ៉ាំទឹកពិសាដគឺច្រើនសឹងថាចាសឹងតែថា 70% នៃទឹកគឺហើយទឹកផ្សេងៗទៀតដូចជាទឹកផ្ទៃលើទឹកក្រោមដីក៏យើងមានដែរតែគាត់ថាទឹកសុទ្ធគឺយើងច្រើនជាងគេតកតងជាមួយនឹងចំណីអាហារក៏មានច្រើនដែរឧទាហរណ៍ទៅសាច់នំប៉័ងអីជាដើមគឺយើងទទួលបានច្រើនហើយតកតងជាមួយនឹងខាងមេរោគគឺដូចគ្នាដែរពីព្រោះពេលអតិជនគាត់មកធ្វើតេស្តវិភាគមកថាគាត់យកសាច់មកគាត់តែងតែធ្វើតេស្តវិភាគតកតងមួយថាគីមីមួយផ្នែកហើយនឹងមេរោគមួយផ្នែក លោកស្រីលើកឡើងថា 70% នៅបើធៀបពីពេលដែលយើងកែតម្រង់រហូតមកដល់ពេលនេះប្រហែលជា2ឆ្នាំនេះតើប៉ារ៉ាម៉ែត្រថ្មីដែលយើងកំពុងពង្រីកសមត្ថភាពនេះផ្ដោតទៅលើទំនិញអតិភិបឬក៏ប៉ារ៉ាម៉ែត្រដែលជួយជំរុញការផលិតជួយជំរុញការនាំចេញរបស់យើងដែរទេចាតកតងជាមួយនឹងការពង្រីកនេះគឺយើងផ្ដោតទៅលើអត្ថិភាពនៃការនាំចេញឧទាហរណ៍ដូចជាការនាំចេញស្រូវអង្ករទៅខាងអឺរ៉ុបយើងប៉ារីសបានច្រើនតកតងជាមួយនឹងសំណល់ថ្នាំពុលកសិកម្មអញ្ចឹងយើងប្រាប់បានច្រើនហើយនឹងតកតងជាមួយនឹងការក្រោះស្វាយចន្ទីក៏បានច្រើនដែរហើយតកតងជាមួយនឹងអាហារូបត្ថម្ភក៏យើងធ្វើបានច្រើនដែរអញ្ចឹងឧទាហរណ៍ដូចជាសំណល់ថ្នាំពុលកសិកម្មក្រុមសារធាតុពុលឧទាហរណ៍ដូចជាមីកូតុកស៊ីនជាដើមគឺយើងពិនិត្យបានច្រើនហើយនឹងក្រុមវីតាមីនតែតកតងជាមួយនឹងអាហារូបត្ថម្ភគឺយើងធ្វើបានរួចរាល់ហើយនៅពេលនេះសម្រាប់អាជីវករដែរឬក៏អតិថិជនដែលគាត់មកពិភាក្សានៅកន្លែងយើងឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើតេស្តស្វ័យចន្ទគ្រាប់ស្វ័យចន្ទីឬក៏ទៅរៀនចុះឥឡូវយើងចាប់ដើមនាំទៅរៀនចេញទៅចិនចេញទៅអីមួយចំនួនហ្នឹងណាយើងធ្វើយ៉ាងម៉េចខ្លះយកទៅរៀននឹងយកមកធ្វើម៉េចដើម្បីធ្វើតេស្តហ្នឹងតកតងជាមួយនឹងការធ្វើតេស្តនឹងទៅរៀននៅពេលនេះគឺយើងធ្វើតេស្តជា2ប៉ារ៉ាម៉ែត្រជូនទៅពួកគាត់អញ្ចឹងនៅក្នុងការធ្វើតេស្ត2ប៉ារ៉ាម៉ែត្រជូនទៅពួកគាត់ហ្នឹងគឺយើងសម្រាប់សម្បកហើយនឹងសាច់គឺយើងកិនឲ្យម៉ត់ហើយយើងធ្វើតេស្តទាំងសម្បកយើងធ្វើតេស្តទាំងសាច់ពីព្រោះបើសិនជាយើងធ្វើតេស្តតែសាច់បានន័យថាវាអាចសារធាតុមួយចំនួនដែលគេបើសិនជាគេដាក់សារធាតុមួយចំនួនវាជាប់តែសម្បកអីអញ្ចឹងធ្វើតេស្តតែសាច់វាអាចអត់មានសារធាតុទេតែដូចនេះហើយនៅមន្ទីរពិសោធន៍ជាតិគឺយើងធ្វើតេស្តទាំងសម្បកយើងធ្វើតេស្តទាំងសាច់បានន័យថាយើងកិនទាំងសម្បកយើងកិនទាំងសាច់ហើយយើងធ្វើតេស្តអញ្ចឹងបានន័យថាបើសិនជា sample មួយគឺយើងធ្វើតេស្ត2ទាំងសម្បកហើយនិងសាច់ដើម្បីឲ្យច្បាស់ថាអត់មានសារធាតុនៅក្នុងផ្លែទុរេនហ្នឹងធ្លាប់មានអ្នកនាំចេញទុរេនទៅចិនខ្ញុំឧទាហរណ៍ទៅចិនចាស់ធ្លាប់មានគាត់យកទុរេនសំណាក់ទុរេនមកធ្វើតេស្តនៅមន្ទីរពិសោធន៍នេះចាស់មានពេលឆ្នាំ2023ដូចជាអត់សូវច្រើន2024ក៏មិនសូវច្រើនតែ2026នេះគឺមានការឡើងច្រើនមែនទែននឹងការនាំចេញទុរេនទៅប្រទេសចិនភាគច្រើនទៅចិនចាភាគច្រើនគឺទៅចិនហើយអ្នកដែលសិប្បករមកក៏ជាជនជាតិចិនដែរ